ថ្ងៃនេះមកធ្វើដុកឌឿបងប្អូនហើយគ្រឿងផ្សំមានដូចជាគល់លាក់គ្រៃស្លឹកក្រូចហើយដុកឌឿនេះគឺការខ្ញុំទៅចូលឆ្នាំមិត្តភ័ក្តិគាត់ជួយកក់ឲ្យណាហើយនិយាយពីថាអូយចង់ញ៉ាំបងប្អូនហើយមិត្តភ័ក្តិគាត់សួរមានអ្នកលក់អញ្ចឹងគាត់ជួយកក់ឲ្យខ្ញុំ3កញ្ចប់ហើយការធ្វើរបស់ខ្ញុំហ្នឹងគឺជាដំបូងហ្នឹងគឺខ្ញុំបំពងគល់លាក់គ្រៃហ្នឹងឲ្យវាឡើងឈ្ងុយឡើងស្រួយបន្តិចណាបងប្អូន របៀបធ្វើហ្នឹងគឺថាងាយៗស្រួលៗទេបងប្អូនដោយសារអឺវិធីធ្វើគឺបងប្អូនអាចមើលតាម YouTube ហើយខ្ញុំក៏រៀនតាម YouTube ដែរបងប្អូនហើយនិយាយទៅអ្វីក៏ដោយតើតថារៀនមើលរៀនយកតែម៉េះខ្លះបានចេះបើមិនអញ្ចឹងទេតែចង់ធ្វើហើយយើងមិនចេះគឺអត់ហើយអញ្ចឹងបើថាចង់តើតែរៀនតើតែមើលបានចេះអ្វីក៏ដោយដែលខ្ញុំធ្វើបងប្អូនគឺខ្ញុំរៀនតាមគេដូចគ្នានិយាយពីថា បំពងគល់ខីឲ្យវារៀងឡើងក្រហមឈ្ងុយអញ្ចឹងទៅខ្ញុំស្រង់វាចេញពីប្រេងហ្នឹងដើម្បីដាក់ចម្រុះប្រេងហ្នឹងឲ្យវាស្រស់ប្រេងណាបងប្អូនអញ្ចឹងទេគឺប្រេងច្រើនមែនទែនដោយសារវាជាប់ស្អិតនឹងគល់ខីអញ្ចឹងយើងត្រូវចម្រោះប្រេងហ្នឹងឲ្យវាស្រស់ចេញពីគល់ខីហ្នឹងតិចអញ្ចឹងខ្ញុំលើកគល់ខីហ្នឹងចម្រោះប្រេងហើយក៏ខ្ញុំមកបំពងដុកឌឿបងប្អូនហើយដុកឌឿបងប្អូនដឹងស្រាប់ហើយព្រោះអីវាមានជាតិទឹកណា អញ្ចឹងបងប្អូនពេលដែលបំពងហ្នឹងវាអាចជាមានចេញទឹកអារបៀបពណ៌សអញ្ចឹងហើយបងប្អូនអាចបំពងតទៅឲ្យអាដាច់ទឹកវានៅក្នុងអាដុកឌឿអាជាតិទឹកប្រៃរបស់វាហ្នឹងឲ្យវាបំពងឲ្យដាច់ចឹងទៅវាឡើងក្រហមម្ដងតិចម្ដងតិចនិយាយទៅបងប្អូនអត់ចង់ឲ្យស្រួយពេកគឺមិនបាច់បំពងឲ្យខ្លាំងពេកទេកាលណាកាន់តែស្រួយពេកយើងញ៉ាំទៅដូចញ៉ាំបានតែស្បែកទេវាអត់សូវមានសាច់នៅពីក្នុងណា អញ្ចឹងខ្ញុំបំពងគឺខ្ញុំមើលកលៈទេសៈអញ្ចឹងមកល្មមបងប្អូនខ្ញុំអត់ឲ្យស្រួយពេកទេស្រួយពេកវាអត់សាច់ញ៉ាំវិញទេបងប្អូនហើយខ្ញុំបំពងដាច់ទឹកដាច់អីមើលទៅតាមមកល្មមអញ្ចឹងទៅគឺខ្ញុំចម្រោះប្រេងហ្នឹងអាលាស់ឲ្យវាស្រក់ប្រេងចេញខ្លះណាបងប្អូនតែមិនអញ្ចឹងទេវាល្ងើននឹងប្រេងឆាពេកក៏អត់កើតដែរនិយាយទៅហើយពេលដែលខ្ញុំឆោះប្រេងឆោះអីហើយអញ្ចឹងទៅគឺចាប់ផ្ដើមមកលាយគ្រឿងáបងប្អូន ធ្វើម៉េចបងប្អូនច្រោះប្រេងហ្នឹងឲ្យវាអស់ណាបើមិនអញ្ចឹងទេគឺវាសិតតែប្រេងហ្មងគឺល្ងើនណាបងប្អូនហើយគ្រឿងផ្សំរបស់ខ្ញុំហ្នឹងបងប្អូនខ្ញុំលាយល្ខ្ទឹមថែមទៀតណាដោយសារឲ្យវាឈ្ងុយហើយគល់ល្ខ្ទឹមទាំងអស់នេះគឺយើងអាចញ៉ាំបានតែម្ដងហើយម្ទេសបងប្អូនដាក់តាមចំណង់ចំណូលអញ្ចឹងទៅហើយក្រៅពីហ្នឹងបងប្អូនលាយគ្រឿងទៅនេះគឺជាម្សៅស៊ុប ហ្នឹងហើយនិយាយទៅគឺថាប៊ីចេងចាក៏ប៉ុន្តែខ្ញុំអត់ប្រើប៊ីចេងដូចខ្មែរយើងទេហើយលាយស្កររ៉ូឌីអីអញ្ចឹងទៅណាបងប្អូនលាយតាមបងប្អូនចំណង់ចំណូលអញ្ចឹងទៅប្រៃផ្អែមហ្នឹងហើយអញ្ចឹងគ្រឿងផ្សំគឺមានតែប៉ុណ្្នឹងទេអត់ពិបាកទេបងប្អូនហើយរ៉ូឌីហ្នឹងគឺខ្ញុំប្រើបរិមាណគឺមកល្មមហើយខ្ញុំអត់ប្រើអំបិលទេបងប្អូនខ្ញុំប្រើតែរ៉ូឌីសុទ្ធតែម្ដងហើយក៏ខ្ញុំអត់ដាក់ប្រៃខ្លាំងដែរនិយាយទៅមកឡមៗមកបងប្អូនគឺថា កាត់បន្ថយផ្អែមប្រៃអញ្ចឹងទៅណាហើយពេលដែលនាងខ្ញុំលាយរួចចឹងទៅអាកុលខីដែលយើងបំពងហើយហ្នឹងគឺយើងយកមកច្របល់មួយគ្នាបងប្អូនច្របល់ឲ្យវាចូលជាតិអញ្ចឹងទៅនិយាយទៅពេលដែលដាក់ញ៉ាំដោយស្លឹកគ្រៃហ្នឹងគឺវាឈ្ងុយមែនតើណាហើយអ្វីដែលសំខាន់បំផុតហ្នឹងបងប្អូនគឺខ្ញុំមកកែច្នៃទៀតហើយគឺខ្ញុំមកលាយខ្ទឹមពងបងប្អូនលាយខ្ទឹមពងដោយសារផ្ទះហ្នឹងមានខ្ទឹមពងក៏នឹកឃើញថា ខ្ញុំមកលាយខ្ទឹមពងសាកមើលវាឈ្ងុយអត់អូយនិយាយពីថាបងប្អូនអើយឈ្ងុយហើយជាតិមែនតែនតែម្ដងគឺវាឈ្ងុយមែនតែនណាចឹងមិនថាពេលដែលលាយត្រូវដាក់គ្រឿងត្រូវទៅគឺថាជាតិអើយជាតិបងប្អូនហើយមួយឆ្នាំងមួយនេះគឺថាគឺខ្ញុំញ៉ាំតែឯងទេដោយសារប្តីកូនអីគឺគាត់អត់ចេះញ៉ាំទេបងប្អូនហើយបើជុលធ្វើមានតែធ្វើម្ដងមកកញ្ចប់អញ្ចឹងទៅដោយសារ វាពិបាកញ៉េញ៉ៃលាយគ្រឿងអញ្ចឹងណាបងប្អូនហើយមើលខ្ទឹមខ្ញុំប្រើច្រើនណាស់ណាបងប្អូនខ្ទឹមពងគឺខ្ញុំដាក់ច្រើនមែនតើនិយាយទៅគឺថាធ្វើមិនដោយសារខ្ញុំចូលចិត្តញ៉ាំខ្ទឹមពងផងបងប្អូនអាចសាកធ្វើបានខ្ទឹមពងនេះបើសិនជាយើងបំពងថ្មីវាកាន់តែឈ្ងុយដោយសារផ្ទះខ្ញុំវាមានអាខ្ទឹមពងអញ្ចឹង